Bah,ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជួបជាមួយខ្ញុំយូចឹងហើយដោយសារតែខ្ញុំខានធ្វើវីដេអូយូរដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំធ្វើការបង្ហាញអ្នកនរគ្នារបៀបនៃការបង្កើតDiscord Music Bot ដែលខ្ញុំបាន open source code មួយដែល bot ហ្នឹងនៅក្នុង server មួយអញ្ចឹងខ្ញុំបានបង្កើត server មួយដែរគឺខ្ញុំ focus ទៅលើតែ Discord ទេអ្នកនរគ្នាអញ្ចឹងអាចចូលមកកាន់ server Discord យើងមកហើយគឺយើងមាន room code ជាច្រើនអ្នកនរគ្នាអាចចូលទៅយកបានយើង free អញ្ចឹងនៅក្នុងនេះនៅក្នុង server មួយនេះយើងមាន room ទាំងអស់ក្រុមនេះអ្នកនរគ្នាអាចចូលមកយក bot បានមាន bot ច្រើនដែរអញ្ចឹងទៅហើយទាំងអស់នេះគឺជា bot ដែលយើងបានបង្កើតហើយអ្នកនរគ្នាអាចចូលមកយកមកអញ្ចឹងរបៀបចូល server ខ្ញុំនឹងដាក់ link នៅក្នុង comment ឬក៏ description អ្នកនរគ្នាចុចចូលមកហើយអ្នកនរគ្នាក៏បានចូលមកកាន់ server នេះអញ្ចឹងដល់ពេលបាន server ហើយអ្នកនរគ្នាឃើញ room មួយដែលមានឈ្មោះ verify អញ្ចឹង link verify នេះគឺតម្រូវអ្នកនរគ្នាចូលទៅ subscribe channel YouTube ខ្ញុំណាចឹងអ្នកនេះចុចទៅលើអា YouTube channel នេះមកវានឹងបោះអ្នកនេះរត់មកកាន់ screen មួយនេះតោះមកអ្នកនេះចុច screenshot មកដែលបើក snipping tool យ៉ាងហ្នឹងឬទៅទូរស័ព្ទអ្នកនេះ screenshot មកកាត់ហ្នឹងមកតាមនេះម្នាក់ឧទាហរណ៍ខ្ញុំ screenshot យ៉ាងមកចឹងដល់ពេលដែលខ្ញុំ shot ខ្ញុំបានរូបនេះហើយខ្ញុំ save រូបនោះមួយមកតោះមកអ្នកនេះចុចពាក្យមានពាក្យ verify នេះអ្នកចុចពាក្យ verify នេះមកតោះមកអ្នកនេះចុច browse យករូបដែលយើងបាន save មកហ្នឹងមកចឹងខ្ញុំចុច submit មកចឹងដល់ពេល submit bot ខ្ញុំនឹងវានឹង verify ថាអ្នកនរគ្នាបាន subscribe នៅហើយអញ្ចឹងដល់ប្រហែលជា5ឬក៏10 second នេះទៅវានឹង verify ហើយវានឹង load message មកអ្នកនរគ្នាថាបានធ្វើហើយចឹងនេះដោយសារតែខ្ញុំ complete success you been verified អញ្ចឹងអ្នកនរគ្នានឹងទទួលបាន row មួយឈ្មោះ code ដេកអញ្ចឹងបាន row អ្នកនរឃើញ room ខាងក្រោមនេះតែ room ខាងនេះយើងមានជាដូចជា resource បច្ចុប្បន្នគឺខ្ញុំមាន2គឺ MongoDB ហើយនិង Lavalink ដែល open source ឲ្យអ្នកនរប្រើបានហើយសម្រាប់ code គឺនៅក្នុង room របស់ Pitchy នេះអញ្ចឹង code គឺអ្នកនឹងចុច click ទៅលើ GitHub នេះមកតទៅពេលអ្នកនេះចុចទៅកាន់ GitHub នេះហើយអ្នកនឹងចុច download zip file ក៏បានឬក៏ git clone ក៏បានដែរបើអ្នកនេះចេះ clone ក៏អាច git copy នោះហើយ clone មកអញ្ចឹងដោយសារបើអ្នកនេះអត់តន់ចេះ git clone ទេអាចទៅមើលធ្វើគេ document គេខ្ញុំអាចមើលតិចតិចទៅរបៀប clone មិនអីចឹងឬក៏ down zip file ហ្មងក៏បានដែរអញ្ចឹងបើសិនខ្ញុំប្រើ git clone អញ្ចឹងខ្ញុំសូមបើក terminal នៅនេះមកខ្ញុំប្រើ git clone ហើយខ្ញុំផាស link ចូលមកអញ្ចឹង bot វានឹង clone ដោយសារខ្ញុំដាក់ login git ហើយយកបើសិនអ្នកអត់ login វាអាចទា password GitHub អីចឹងណាអ្នកចង់តបមកអ្នកនេះទទួលបានបច្ចេកមួយអញ្ចឹងនេះបច្ចេករបស់យើងខ្ញុំ cd សិន cd underscore GitHub ហើយខ្ញុំបើកកូដមកអញ្ចឹងបើសិនអ្នកនេះស្ដាប់អត់ទាន់លឿនពេកអាច comment សួរបានឬក៏ជាឆោចូលក្នុង server យើងមាន room help ដែរអ្នកនេះអាច request help អីទៅឬក៏បើកបង្កើត ticket បើក ticket មកយើងនឹងជួយតែខ្ញុំសុំទៅលឿនតិចកុំឲ្យវីដេអូយើងវែងអញ្ចឹងពេលដែលយើងបើកកូដមកគឺយើងមាន file source មួយហើយនឹង env sample អញ្ចឹងក្នុង env sample នេះអ្នកនឹងបង្កើត env មួយមក copy ចេញពីហ្នឹងហើយខ្ញុំ copy មួយចាក្នុង env នេះមានដូចជា token bot client ID bot ID ហ្នឹងហើយ server ហើយនឹង owner server ហើយ prefix អញ្ចឹងមកឧទាហរណ៍ថាអ្នកនរគ្នាចង់បង្កើត bot មួយអញ្ចឹងឡើយនេះមាន Spotify មានអីដែរ Spotify នេះចាំខ្ញុំបង្កើត link មួយដាក់ free ឲ្យអ្នកនរគ្នាអាចចូលទៅយកបានអញ្ចឹងអានេះគឺ Lavalink យើង free ដែរតោះអញ្ចឹងចូលមកដល់កន្លែងនេះគឺយើង set up អញ្ចឹងនេះ config នេះគឺដំបូងគឺយើងត្រូវការ bot អ្នកនរចូលទៅកាន់ website មួយដែលមានឈ្មោះថា Discord Portal អញ្ចឹងចូលទៅ Discord Portal មកអ្នកនរបង្កើត new application មកបើថាខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងមកអញ្ចឹងពេលយើងបង្កើតមកយើងចូលនៅ file នេះបាទអញ្ចឹងឡើយនេះយើងអាចមាន ID អញ្ចឹងខ្ញុំដាក់រូបមួយសិនមកខ្ញុំយករូបដាក់សិនដូចជាអត់មានរូបទៀតណាខ្ញុំដាក់រូបនេះមកហើយដាក់រូប bot នេះមកតា AI generate ឲ្យយើង save មួយសិនមកដល់នេះចូលមកកាន់ install ជាទូទៅខ្ញុំចូលមកឡើយ install សិនដោយសារតែខ្ញុំអត់ប្រើ user install ខ្ញុំប្រើ Tagil install ខ្ញុំដាក់ robot មក admin ហើយខ្ញុំ save ចឹងដល់ពេលទៅ save វាបាន bot មកហើយចឹងអ្នកអាច copy មកដាក់កន្លែងនេះចឹងខ្ញុំ copy មកសោះចឹងនេះ bot យើងតោះមកយើងទៅ set add config មួយចំនួនដូចជាកន្លែង bot នេះចឹងអ្នកត្រូវតម្រូវឲ្យបើក option 3គឺ
present intent នេះហើយនិង server intent នេះបើក3 option នេះមកដើម្បីឲ្យ bot យើង connect បានជាទូទៅវា require យើងបើក3 option ហ្នឹងអញ្ចឹងមកដល់ step បន្ទាប់គឺយើងត្រូវការទី1គឺ token គឺយើងយកនៅកន្លែងនេះអ្នកនេះអាចចុច reset token មកចូល reset token អ្នកនេះត្រូវការ password សូម login password មួយសិន yes បន្តិចចឹង token ខ្ញុំសូម copy token នេះដាក់នេះបន្ទាប់មក client ID ដែលយើងយកពីកន្លែង application ID នេះក៏បានគឺយើងយកកន្លែងនេះក៏បានដែរ ID អញ្ចឹង bot ខ្លះគាត់ត្រូវការ client secret អញ្ចឹងអ្នកនេះត្រូវ copy ក្នុងនេះគ្នាអញ្ចឹងយក ID ទេដាក់ ID មកដល់នេះគឺដាក់ gear នេះគឺជា server មានថា server Discord របស់យើងហ្នឹងចឹងខ្ញុំ copy ពី server Discord មកserver នេះ copy server ID មកចឹងដោយសារតែបើអ្នកនឹងអត់ឃើញ server ID អ្នកនេះចូលទៅកាន់ setting ហើយ scroll មកក្រោមមានពាក្យ developer នេះចឹងអ្នកបើក developer mode មកចឹងអ្នកគាត់ចុចមកស្ដាំនឹងមកឃើញអ្នក copy server ID យកសម្រាប់មួយទៀតគឺ owner ID គឺ ID របស់អ្នកនរគ្នាហ្នឹងទាំងនេះ owner ID យក ID ខ្ញុំមកចឹងអ្នកខ្ញុំ speak ខ្លះអត់មានអញ្ចឹងអ្នកថាបើក developer ធូរមិញមកវាចេញហើយអញ្ចឹងឡើយនេះគឺ prefix ឡើយនេះដូចជាអត់ត្រូវការទេនេះខ្ញុំដាក់សម្រាប់ bot ហ្នឹងវាមានបើសិនអ្នកនេះធ្វើ bot ដូចគ្នាដូចចុកគីហ្នឹងគាត់បើគាត់ដូចគ្នាអញ្ចឹងខ្ញុំប្រើ command នេះដើម្បីបញ្ជាក់ ID វាស្គាល់គ្នាមកដល់ឡើយនេះគឺយើងប្រើទៅកាន់ labeling ចឹង labeling អ្នកចូលទៅកាន់ resource នេះមកនេះគឺពាក្យ labeling នេះដែលយើងបើកនឹងប្រើ free នេះថ្ងៃ copy វាមកទីមួយគឺ host គាត់ដាក់ចូលនេះមកអានេះគឺឈ្មោះ bot របស់អ្នកនេះអ្នកដាក់មិនក៏បានដែរឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំចឹងមកហើយ host ដាក់មិនចេះស្រួលមើលតិចមក password នេះ port ដាក់ port ចូលមកហើយ password នេះ for ចឹងឥឡូវនេះ Spotify ID នេះខ្ញុំដាក់ឲ្យអ្នកគ្នាអាចយកប្រាប់បានអានេះបើតាមខ្ញុំដឹងដូចជាអត់ដាក់ក៏បានដែរអ្នកគ្នាអញ្ចឹងមិនដាក់ក៏បានដែរព្រោះបច្ចុប្បន្នខ្ញុំប្រើតែ YouTube ពីច្រើនតំបន់បន្ទាប់ទៀតគឺ MongoDB អញ្ចឹង MongoDB ក៏យើងមាន URL ឲ្យអ្នកគ្នាប្រើ free ដែរអ្នកអាច copy យកមកប្រើបានអញ្ចឹងខ្ញុំប្រើ server អាមេរិកអញ្ចឹងបាច់ដាក់ទេអានេះវា relate ជាមួយខាងលើនេះតែមួយតែមកពី3យ៉ាងចុះដែរខ្ញុំលុបចេញវិញលុបចោលហាត់កូដចេញពេកអញ្ចឹងបន្ទាប់ពីអ្នកនឹង set up configuration ប៉ុណ្ណឹងហើយអ្នកនេះcònបើក terminal ឬក៏ control shift J ក៏បានជាទូទៅខ្ញុំបើក control J ចំ shift J control J តើបានអ្នកនេះ npm install សិនមក npm install ឬក៏ mpi ហ្នឹង install នៅ module package របស់យើងហ្នឹងគឺជា Discord JS ហ្នឹងយើងឲ្យវា install មកដល់ពេល install ហើយអ្នកនេះចុច run start មកពេល run start ហើយយើងនឹងមើលឃើញថានេះ bot យើងកំពុង connect ដូចចឹង connect Mongo connect B auto deploy warm remove guard ID make sure correct inviter bot ប្រសិនតាយើងដាក់ ID ហើយតែឃើញ bot នៅអញ្ចឹងយើងត្រូវការ invite bot អញ្ចឹងជាស្លាយចាំតិចខ្ញុំសុំ invite bot ចូល server មួយសិន bot add bot ចូល server មួយដោយសារតែ user នេះអត់មាន role ជាស្លាយចឹងខ្ញុំសុំបង្កើត invite យក account ទៀត invite តែខ្ញុំ invite bot ចូលហ្នឹងចូលនេះបើឲ្យ bot ចូលមកហើយយ៉ាច្រឡំលុបទៀតមាន role ណានេះចឹងនេះ invite by មកអ្នកនេះឃើញ bot ហើយចឹងខ្ញុំសុំ pin ទៅកាន់ bot នេះសិននេះ bot អញ្ចឹង bot យើង online ហើយខ្ញុំនេះអាចហៅវាមកប្រើបានឧទាហរណ៍ខ្ញុំចុចវាសិនចុច join តែតើយើងប្រើ prefix ចុចទេយើងចុច join មកវាមកនេះ bot យើងខ្ញុំឃើញអាចាស់មួយចឹងសិនឲ្យញ៉ៃនេះ bot ថ្មីនេះតើបងនេះចាក់ចម្រៀងចង់ចាក់ bot អីចាក់មកថាចាក់ music no copy ដល់នេះចឹងមក
ថាចាក់បត់នេះទៅតែសិនលំបល់យក dot add ខ្ញុំថត copy ID copy link ចូល copy link នេះមកខ្ញុំយកមកចាក់តែមើលចុច play ហើយ link និយាយចឹងបតវាចាក់ហើយបទចម្រៀងនេះប្រហែលម៉ោងក៏ចាក់បានដែរអ្នកនិយាយចឹងចាក់ទៅលឺហើយនិយាយចឹងដូចជាអត់អីទេប៉ុណ្ណឹងខ្ញុំឲ្យលឺខ្លាំងពេកខ្លាច់ខ្លាំងបន្ទាប់មកទៀតពេលដែលយើងបានបតហើយអ្នកគ្នាត្រូវការ server hosting អញ្ចឹងនៅក្នុង server យើងក៏តម្រូវឲ្យអ្នកគ្នាអាចបង្កើត hosting server បានដែរ free ចំនួន1ខែអញ្ចឹងអ្នកគ្នាអាចចូលមកបង្កើតបានអញ្ចឹងរបៀបនៃការបង្កើតអ្នកនឹងចូលមកកាន់កន្លែងខ្ញុំឈ្មោះថានេះPanther Dinosaur នេះយើងមាន create account អញ្ចឹងអ្នកគ្នាសេពាក្យ slash ថា slash create មកហើយនឹងឃើញ bot ឈ្មោះរបស់ខ្មៅនេះហើយ slash register slash register ហើយដាក់ email មកចូលថាខ្ញុំប្រើ email របស់ខ្ញុំអញ្ចឹងតិចប្រើ email មួយអញ្ចឹងដាក់ email ហ្នឹងមកចំតិចខ្ញុំបន្ទាប់ប្រើ email ហើយវានឹង load ថានេះverify success ហើយវាត្រូវ send code ទៅអ្នកនរគ្នាអញ្ចឹងអ្នកចូលមកកាន់ website អ្នកGmail របស់អ្នកនេះមកវានឹងឃើញ message វា send មកហើយអញ្ចឹងវានឹងយក code មកដាក់មកយើងផាសចូលមកចឹងផាសវានឹង generate account ឲ្យអ្នកនរគ្នាមួយចឹងហើយចុចចូល website hosting ហ្នឹងមកបានយក account នឹងមក login មកយក username ក៏បានឬក៏ email នេះក៏បានអញ្ចឹងខ្ញុំយក username នេះខ្ញុំយក password នេះខ្ញុំចុច login website នេះ error បាត់ចាំ report ទៅខាងដោយសារខ្ញុំប្រើ hosting open source របស់គេចឹងខ្ញុំប្រើ code របស់គេខ្ញុំយកមក hosting ខ្លួនឯងអញ្ចឹងហើយប្រហែលជា error issue តើតើមួយនេះពីច្រើនប្រហែលជាlanguage តើនឹង select ចឹងខ្ញុំ verify មួយសិនអត់ត្រូវយកអំពូវិញចូល verify ចឹងនិយាយចឹង verify ហើយអ្នកគ្នាចូលមកកាន់ website hosting នេះចឹងនេះ website hosting យើងចឹងអ្នកឃើញហើយមានចឹងមកអត់មាន server ទេចឹងអ្នកនេះចុចពីslash create មកទៀតមកជប់សុំមកកាន់ website ចឹងaccount នេះអ្នកគ្នាពេលអ្នកចូលហើយតម្រូវអ្នកគ្នា reset password ខ្លួនឯងទៅចូលមកកាន់កន្លែងprofile យើងនេះ account overview នេះហើយមាន password អញ្ចឹងមក current password យក password យើងមកហើយ new password យើងចូលមកចឹងអ្នកបង្កើតហើយយក new password ដាក់ចូលមកកុំឲ្យគេ access បានខ្ញុំយក new password ដាក់ចូលមកហើយ update និយាយចឹងខ្ញុំ update website password ហើយតមក step បន្ទាប់គឺអ្នកនេះចូលមកកាន់ room ខាងក្រោមអ្នកខ្ញុំចង់បង្កើតនៅហ្នឹងក៏បានបង្កើតនៅក្នុងនេះបានអញ្ចឹងកុំឲ្យវានេះបង្កើតនៅនេះបើសិនគាត់មានបញ្ហាខ្ញុំអាចជួយ support បានអញ្ចឹងខ្ញុំ slash create server ទៅមកតោះខ្ញុំយកពាក្យថា h នេះអត់ទេខ្ញុំយកbot របស់យើងមិញណា bot verify នេះបើផុតទៅនេះ create នេះយើងយកពាក្យ create មក say slash create ក៏បានដែរ slash create មកបញ្ចេញ bot ខ្មៅមកមិនចុចខុសអញ្ចឹងយក node មកដោយសារតែយើងប្រើជាប្រភេទ Node.js ខ្ញុំបាន remark នៅក្នុងកន្លែង code នេះដែរថាវាជាប្រភេទ language អីគេអ្នកចុចមក Node.js តោះមកដាក់ឈ្មោះ server ហ្នឹងមកដាក់ឈ្មោះខ្ញុំចឹងហ្នឹងដូចចឹងអានេះយើងបាន server មួយចុចចូលមកចឹងពេលចុចចូលគឺយើងចូលមកកាន់ website វិញក៏បានវាពង install ហើយចឹងវា install Node.js អ្នកនឹងទុកមកស្ទុះទៅចឹងម្លងពេលទុកមកស្ទុះអ្នកគ្នាអាចចូលមកកាន់ code របស់យើងហ្នឹងចឹងខ្ញុំចូលមកកាន់ code ខ្ញុំវិញ env យើង keep ដដែលមកចឹងអ្នកគ្នាចូលចុចមកស្ដាំទៅលើ source នេះមកទៅពាក្យ reveal infile explorer នេះចឹងអ្នកនេះបើកទៅ directory របស់អ្នកនរគ្នាហ្នឹងវានឹង load មកនេះតើមកអ្នកនេះលុបដោយសារតែខ្ញុំអត់ទាន់ប្រើ node ហ្នឹងខ្ញុំខ្ញុំលុបអានេះចោលសិន node module កុំឲ្យវាធំពេកតើមកអ្នកនេះចូលទៅកាន់លុប node module ហើយអ្នកនេះចុចមកកាន់ home screen របស់យើងមកហើយ zip file ហ្នឹងទុកខ្ញុំប្រើ action នេះខ្ញុំ zip file សិនតមកពេលដែល bot យើង install ហើយអ្នកនេះ copy
source code នឹងចូលមកដាក់ចូលក្នុងប្លោះហ្នឹងមកវាចូលហើយអញ្ចឹងចាំមកស្ទុះទៅខ្ញុំ unzip វាមកហើយជាទូទៅខ្ញុំអត់ដាក់វានៅក្រៅខ្ញុំដាក់វានៅខ្ញុំដាក់នៅក្នុងខ្ញុំដាក់នៅក្រៅអញ្ចឹងអ្នកចុច copy ចុចសញ្ញានេះហើយ move វាមក move សញ្ញាដក2មកវា move ចេញក្រៅមកកម្មហើយនិយាយអញ្ចឹងវា move មកក្រៅហើយអញ្ចឹងខ្ញុំបិទអានេះចោលលុបនេះចោលមកច្រើនពេកមកអ្នកចូលមកកាន់កន្លែងមួយដែលឈ្មោះ startup ដោយសារតែ file យើងគឺនៅក្នុង source ហើយ index អញ្ចឹងអ្នកត្រូវកាន់ run index file នេះអញ្ចឹងត្រូវកាន់ចូលទៅកាន់ startup នេះយើង set config កន្លែង main file នេះបន្តិចយើងដាក់ថា source/index.js មកនៅដកម៉ៅមកហើយ refresh ទៅវានឹង restart ទៅតប restart ហើយយើងមើល env របស់យើងត្រូវអស់ហើយដដែល board ដល់ហើយ perfect អញ្ចឹងខ្ញុំសុំបិទកូដនេះខ្ញុំ clear នេះហើយខ្ញុំសុំ kick board ចោលសិនដក board ចេញពី room សិនអញ្ចឹងឥឡូវនេះខ្ញុំសុំចូលនេះដក board ចេញពី room សិនចុច please live អូចុចអត់ដែរដោយសារ board បិទបាត់ហើយជាស្រេចអានេះជាទូទៅវាដាច់ប្រឡំបិទកូដហើយពជាបងអញ្ចឹងខ្ញុំចុចប៊ូតុង start នេះមកបប៊ូតុងនេះមកចុង start មកវានឹងវាទៅ install ដូចយើង uninstall ហ្នឹងវា install package ហើយវានឹង run ខ្លួនវាហើយអញ្ចឹង website hosting យើងចេះអញ្ចឹងបងនេះដើរហើយអ្នកអាចហៅយកមកប្រើម្ដងទៀតបានចុច join ដូចមិញមកចេះចុច join មកវាបតមកវិញហើយអញ្ចឹងវារៀងលឿនជាងមុនតិចយើងអាចមើល ping បានចុច ping អញ្ចឹងមកយើងឃើញ API legacy ហើយនិង message legacy គឺនេះដកមួយមិនដោយសារតែវាទំ start អានេះ 35ms អញ្ចឹងវាលឿនping យើងចង់ 16ms 29ms បតនេះលឿនតែមកយើងចង់ចាក់ចម្រៀងឧទាហរណ៍ខ្ញុំចង់ចាក់រឿងខ្មោចក៏បានដែររឿងខ្មោចសម្រាប់រឿងខ្មោចអីហ្នឹងដាក់មកទីរឿងខ្មែរសុំជួយរឿងសាំងសិលចុច play link មកអញ្ចឹងបតនេះវាទៅចាក់បានទាំងអស់នេះចាក់បតចម្រៀងក៏បាននេះក៏បានលឺខ្លាចវាលឺថ្លង់វិញតិចអញ្ចឹងវាដើរហើយអ្នកនេះចង់ចាក់ចម្រៀងតក៏បានបើសិនអ្នកនេះចង់ឲ្យវាចាក់ auto play បានជាទូទៅបើសិនករណីយើងមិនមែនជាម្ចាស់ bot វាចាក់ auto play អត់កើតទេវាត្រូវ require យើងម្ចាស់ bot នេះចាក់ចុច auto play say play auto play អញ្ចឹងនេះវា auto play នៅ bot វាចាប់អានឹងមួយវាចូលតទៀតហើយ auto play ខ្ញុំបើសិនករណីខ្ញុំមិនមែនជាម្ចាស់ bot កន្លែងយើងដាក់ owner ID ហ៎ខ្ញុំបើសិនករណីខ្ញុំមិនមែនជាម្ចាស់ bot ខ្ញុំចូលមកដល់ចូលមកកាន់ room ហើយខ្ញុំបញ្ជា prefix ទៅលើចុច auto play គឺវាថាយើងអត់មាន premier យើងចុចអត់ប្រើកើតទេតើចាំតិចចុចដែលជានៅលើភ្លើងស្រែ ខ្ញុំក៏ដុំឆែកសម្ដែងមុខរងតូមសេត្រូវ load ឲ្យអញ្ចឹងខ្ញុំចុច auto play ទៅវានឹង load ថាអ្នកត premier setter អញ្ចឹងបើសិនករណីអ្នកនេះជាម្ចាស់ server ហើយចង់បើក bot នឹងជា public អ្នកនឹងសេពាក្យថា slash ដូចជា premier active តើមកនឹង copy server ID អ្នកនរគ្នាហ្នឹងចូលមកចង់ដាក់ bot ហ្នឹង server ណា public ដាក់ ID មកហើយវាឲ្យយើងរើស day ដាក់មួយខែឬក៏អញ្ចឹងបើសិនដាក់លេខ0វានឹងប្រភេទជា live time ខ្ញុំដាក់បាន already active ដោយសារខ្ញុំរើស bot ខុសត្រូវដាក់ slash premier អត់ខ្ញុំយក bot ហ្នឹងសិនចាំតិច bot នេះតើមកយើងមកពាក្យpremier មកចាំតិចShopee PR premier active នេះតើមកដាក់ការចូលមកគេដាក់ day 0មកហើយ send ទៅ access deny ដោយសារតែនេះដោយសារខ្ញុំប្រើមិនជាម្ចាស់ bot អញ្ចឹងវាចាប់សុំ copy នេះដាក់ម្ចាស់ bot វិញអូនវិញ account ណាជាស្រ័យនិយាយចឹងដោយសារនេះចាស់ bot នេះអញ្ចឹងខ្ញុំដាក់មកខ្ញុំរើស bot មកហើយខ្ញុំ send ចេះចឹងនេះវា active ហើយចឹង Guild Premier active server ID bot ឈ្មោះនេះduration lifetime ហើយ never expire ចឹងនេះប្រើ Premier នឹងបានទាំងអស់គ្នាវិញដោយសារខ្ញុំចាក់នេះខ្ញុំចាក់ចុច auto play វិញ
nè chẳng là những enable bàn đấy chẳng bà sân này là trong bao giờ public tế nè nè bạch bao premier tế hay trong trả user ai specific user bàn premier hay dương rồi user bình máu dương miền premier active สำหรับ server ให้ នឹង user យ៉ាងមកចឹងនេះpremier say premier ឲ្យដូចជា add premier add នេះ user មកមិញcòn active server ចុច add មកហើយចុច user ណាដែលអ្នកចុចឲ្យចង់គាត់ប្រើ bot នឹងបានមកប៉ុណ្ណឹងហើយអាចដូរ profile បាន slash ដូច slash profile ឲ្យខ្ញុំ slash profile ហើយរើស oh no slash change profile ចាំ bot profile អាចចុចដូររូបដូរឲ្យបានមកឆ្លាញ់ URL ឬក៏យក remake ដាក់រូបនេះអញ្ចឹងខ្ញុំ send មកចាស់ this is bot retrieve not just server ចាស់ bot ទៀតហ៎ amen bot profile អត់តែ image ដាក់រូបនេះវិញចុះដាក់រូបនេះឲ្យវា sending command ទៅមកចាំប្រហែលជា5 second អីហ្នឹងវាហើយវា load ហើយនេះចឹង bot ហ្នឹង update រូប profile នៅក្នុងចង់ដាក់ banner ដូចជា slash bot banner បើចុចលើ bot មកលឿនជាង bot បន្តិចសិនខ្ញុំច្រើន comment ពេក bot បាស boost bot banner bot profile banner នេះ bot profile banner ហើយនឹងអាចរើសរូបមកដូចមិញចឹងដូចគ្នាដែរខ្ញុំរើសរូបមួយមកខ្ញុំដាក់ថាទៅលើរូបនេះចឹងហើយខ្ញុំ send ទៅចឹង bot យើងបច្ចុប្បន្នគឺយើងអត់មាន banner ទេនិយាយចឹងវា success ចឹងអាចមើលបានចាំប្រហែលជាមួយស្ទុះទៅវានឹង API វានឹង reload វាតម្រូវវាចាំបន្តិចបើ profile អាចនឹងលឿនខ្ញុំឆេញត្រូវខ្ញុំឆេញមួយ bot នេះណាខ្ញុំឆេញមួយ bot នេះណាកំវែងនេះអូ user នេះរបស់ខ្ញុំតើនេះ bot ដើរនេះត្រូវតើនេះខ្ញុំបាន banner និយាយចឹងអាចដូរ profile ភ្លាមបាន yes ដូចជាអត់មានអីទៀតទេចឹង bot បានហើយខ្ញុំសុំចុចនេះមកនិយាយចឹងអានេះកុំភ្លេចជួយ subscribe channel ហើយ follow YouTube follow TikTok ខ្ញុំម្នាក់មួយផងនិយាយលឿនពេកតដិតរហូតជាស្រ័យត្រឡប់អញ្ចឹងវីដេអូហ្នឹងដូចជាមានតែប៉ុណ្្នឹងទេសម្រាប់ Spotify បើសិនអ្នកនរអាចទៅបង្កើតបានអ្នកនរ search Spotify developer ចឹងបាទ application developer ហ្នឹងអ្នកនរអាចបង្កើតclick មក account យើងហ្នឹងបង្កើតយក token client ID ឬ client script វាមកដាក់ចូលទៅអាច install Spotify បានតែដោយសារខ្ញុំអត់ទាន់មានខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងវីដេអូហ្នឹងដូចជាមានតែប៉ុណ្្នឹងទេកុំឲ្យវែងពេកបើសិនអ្នកមានចង្អល់អាច comment នៅក្នុងcomment នៅក្នុងអាចតម្លាក់នៅក្នុង comment មកអាចនឹងជួយហើយបើសិនកាលនេះត្រូវការលឿនអ្នកនេះចូលមកកាន់ server របស់យើងហ្នឹងដែលខ្ញុំដាក់ link នៅក្នុង description ឬក៏ comment ចូលមកកាន់មកហើយអាចបង្កើត ticket អញ្ចឹងអ្នកនេះឃើញកន្លែង room នេះយើងអាចមាន ticket នេះយើងបង្កើតចុច click ស្នើសុំជួយជំនួយមកហើយកន្លែងនេះក៏អាចសុំ ticket បានសិន verify អីណាចុចបន្តិចមកហើយ support យើងនឹងជួយចឹងនៅពេលដែលវាចុច support ទៅវាធ្លាក់ចូលបង្កើត room ឲ្យអ្នកមួយកន្លែងនេះចឹងអាចបង្កើតមកហើយខ្ញុំមកចឹងមកឬក៏ hide stash អញ្ចឹងទៅយើងមានហើយ stash ឲ្យមកគាត់នឹងនៅក្នុងហ្នឹងហើយទៅឲ្យតែពេល load មកខ្ញុំ mention stash ខ្ញុំនឹងជួយដករកគាត់សិនដោយសារយើងកំពុងបង្កើតអីចឹងខ្ញុំរៀបតេស្តអីចឹងយ៉ាយើងអា ticket នេះដូចគ្នា ticket នេះយើងបង្កើត room មួយដូចគ្នានេះនៅកន្លែងនេះចឹងវានឹងសូត្រឈ្មោះយើងហើយ open ticket ហ្នឹងមកនឹង set status ឲ្យគ្នាយើងមកបើសិនជាត្រូវការបន្ទាន់ដាក់ set chain មកនេះយើងនឹងចូលជួយហើយអូយនិចរយថានេះដូចជា user ទេ client ដូចជាប៉ុណ្ណឹងអញ្ចឹងកុំភ្លេចជួយ follow subscribe ហើយបើសិនតែនេះចូលចិត្ត code bot អាចjoin server ឬក៏ឲ្យ star យើងមក
មួយទៀតនៅយើងនឹងមាន open source សម្រាប់ book យើងនឹង free ទៅលើ bot នឹងមួយចំនួននេះដូច bot ខាងលើនេះ bot អស់នេះសិតដូច bot ដែលធ្វើការក្នុង server មួយបើសិនអ្នកគ្នាត្រូវការ hosting អីចឹងនេះចូលមកកាន់ web bot ធ្វើ bot នេះហ្នឹង ticket យើងមាននៅក្នុងយើង open source សម្រាប់ booster server និយាយយូរទៅវល់ទៅជាស្រ័យចឹងមានតែប៉ុណ្្នឹងឈប់និយាយ30នាទីចាអរគុណច្រើនជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ